គួរធ្វើដូចម្ដេចទៅឆាប់ទទួលបាន 2cm អញ្ចឹងសម្រាប់បងជាច្រើនដែលគាត់តែងតែសួរនៅចំណុចនេះអញ្ចឹងយើងដឹងស្រាប់ហើយ 2cm សេរីថ្មីតាំងពីដើមឆ្នាំ2026ចុងឆ្នាំ2025ភាគច្រើន page ដែលយើងបង្កើតមកក្រោយៗគឺវាចេញអញ្ចឹងទម្រង់6ចំណុចបែបនេះអញ្ចឹងបើសួរថាគួរធ្វើបែបម៉េចទៅឆាប់ទទួលបាន 2cm បងទាំងអស់គ្នាតាក់ទងទៅជាមួយនឹងការឆាប់ទទួលបាន 2cm ហ្នឹងទី1បើសិនជាអ្នកនៅក្រៅប្រទេសអាហ្នឹងអូខេឆាប់ទទួលបានលឿនជាងអ្នកនៅខ្មែរហើយអ្នកនៅខ្មែរបើប្រើ admin ខ្មែរផុសគឺយូរបន្តិចហើយចាស់ខ្ញុំបញ្ជាក់ណាដោយសារយើងនៅក្នុងប្រទេសដែលគេអត់ support អញ្ចឹងបើសិនជាយើងចង់បាន invite លឿនទី1បើសិនជាយើងរក follow បានច្រើនហើយយើងគួរតែដាក់ admin បរទេសនិង VPN អីទៅទើបវាឆាប់បាន invite លឿនតែបើសិនជាយើងអត់ចង់ដាក់ admin បរទេសឬ VPN អីទេយើងត្រូវតែធ្វើយូរបន្តិចកាន់ខែកាន់ឆ្នាំពីច្រើន admin ខ្មែរគិតសិតតែកាន់ខែកាន់ឆ្នាំលើសពី10ខែឡើងទៅឬក៏មួយឆ្នាំអីទៅទទួលបានការ invite ណាអាហ្នឹងគឺជាការប៉ັດ in fact អាហ្នឹងគឺជាការប៉ັດហ៊ានទទួលស្គាល់ការប៉ັດគឺ admin ខ្មែរអាចទទួលបានការ invite ប៉ុន្តែយូរចាទី2គឺនេះយើងនឹងមានអាយុប្រហែលពេលដែលយើងបង្កើត page ហ្នឹងយើងដាក់អាយុប្រហែលតិចច្រឡំទៅដាក់អាយុកូនរបស់យើងអីទៅព្រោះធម្មតាអ្នកខ្លះគាត់បង្កើត page តែធម្មតាបង្កើត page កាត់ account គឺយក8 10ឆ្នាំឡើងទៅឯណោះចាត្រូវហើយទី3គឺនៅក្នុងប្រទេសដែលគេ support ដូចខ្ញុំប្រាប់ទេប៉ុន្តែជួនកាលទៅយើងអាចកែ page របស់យើងទៅទីតាំងនៅក្រៅប្រទេសដើម្បី fake GPS ចា fake location ឲ្យក្រុមហ៊ុន Facebook គាត់ថាយើងeligible country ចាស់នៅក្នុង reside in eligible country នៅក្នុងប្រទេសដែលគេ support ចឹងភាគច្រើនគឺគេដាក់ទីតាំងដាក់នៅ page របស់យើងហ្នឹងដាក់ទីតាំងនៅក្រៅប្រទេសហើយចាទោះបីជាយើងនៅខ្មែរក៏ដោយហើយបន្តមកទៀតរឿង admin បើយើងដាក់ admin ទៅក្រៅប្រទេសទៅគឺ page ហ្នឹងវាចាប់ទៅក្រៅប្រទេសតាមក្រោយទៀតប៉ុន្តែនៅពេលដែលយើងបង្កើត page ហើយយើងគួរតែដាក់ទីតាំងនៅក្រៅប្រទេសស្រាប់តែម្ដងទោះបីជាយើងនៅក្នុងប្រទេសដែលគេអត់ support ក៏ដោយបន្តមកទៀត page ឬក៏ profile របស់យើងមានអាយុលើសពី30ថ្ងៃឧទាហរណ៍ថាបើសិនជា Facebook ដែលទៅ turn on professional mode turn on ថ្ងៃណាគឺគេរាប់កំណត់ថ្ងៃហ្នឹងគេមិនរាប់កំណត់នៅពេលដែលយើងបង្កើត page ឬក៏បង្កើត account 10ឆ្នាំ20ឆ្នាំមុនទេ account ដែលបង្កើត10ឆ្នាំ20ឆ្នាំមុនក៏ដោយតែអត់ទាន់បាន turn on professional mode គឺគេអត់រាប់ថាគ្រប់អាយុទេចាគឺនៅថ្ងៃដែលយើង turn on professional mode បើក mode អាជីពថ្ងៃណាគឺគេរាប់ថ្ងៃមួយថ្ងៃហ្នឹងចាអញ្ចឹង30ថ្ងៃបន្ទាប់ពីយើង turn on professional mode ហើយសម្រាប់ page គឺ30ថ្ងៃក្រោយបន្ទាប់ពីយើងបង្កើត page អញ្ចឹងឧទាហរណ៍ថាយើងបង្កើត page ហើយយើងផុសវីដេអូផុសអីផ្ទុះហើយ follower ក៏គ្រប់ហើយអីហើយយើងមាន fan យើងមានអីផុស collab ជាមួយ page ទី2ទី3របស់យើងទៅវាឆាប់ផ្ទុះឆាប់អីចាfollower ក៏មានគ្រប់ហើយ view ក៏មានច្រើនហើយប៉ុន្តែអត់ទាន់គ្រប់អាយុ30ថ្ងៃក៏គេអត់ទាន់តម្លាក់ឬក៏ invite 2cm ដែរអញ្ចឹងបន្តមកទៀតត្រូវតែមានវីដេអូ reel យ៉ាងតិចណាស់3វីដេអូ90ថ្ងៃចុងក្រោយមិនមែនឲ្យ3វីដេអូហ្នឹងផុសតាំងឆ្នាំមុនទេអត់ទេណា3វីដេអូយ៉ាងតិចនៅក្នុង page របស់យើងបើមានវីដេអូកាន់តែច្រើនកាន់តែល្អថងចំណុចនេះមានបងប្អូនជាច្រើនគាត់យល់ច្រឡំថាអញ្ចឹងផុសតែ3វីដេអូទេអត់ទេចង់និយាយថា page ទុកចោលក៏ដោយ page បង្កើតឥឡូវក៏ដោយត្រូវតែមានវីដេអូនៅក្នុងហ្នឹងចាប់ពី3ឡើងទៅចាចាប់ពី3ឡើងទៅបងប្អូនខ្លះគាត់ផុសតាមវីដេអូ2វីដេអូគឺផ្ទុះខ្លាំងមែនតើរាប់លាន view អញ្ចឹងរាប់លាន follower អញ្ចឹងរាប់រយ k follower អីភ្លាមតែម្ដងក៏ប៉ុន្តែគឺអត់បាន3វីដេអូក៏ Facebook គេអត់តម្លាក់ឲ្យដែរចាត្រូវដឹងនៅចំណុចហ្នឹង3វីដេអូឡើងទៅរយៈពេល90ថ្ងៃចុងក្រោយអត់មានយកអាវីដេអូដែលយើងផុសមួយខែមុនអូខេរាប់បញ្ចូល90ថ្ងៃមុនគេរាប់បញ្ចូលប៉ុន្តែអាវីដេអូមួយឆ្នាំ2ឆ្នាំមុនហើយយើងឈប់ផុសទុក page នឹងចោលហើយយើងចង់ឲ្យ Facebook invite 2cm គឺអត់ទេណាអត់ទេតោះតែយើងចាប់ផ្ដើមផុសវីដេអូថ្មីបន្តទៀតចាត្រូវតែមានអ្នកតាមដានចាប់ពី 10k ឡើងទៅអានេះគឺជាទូនាទីថ្មីហើយដោយ page ទេដោយសារតែ page បងស្រីខ្ញុំផ្ទាល់តាម100 follower ហើយទទួលបាន invite ដែរដោយសារខ្ញុំនៅក្រៅប្រទេស page របស់បងស្រីខ្ញុំផ្ទាល់ចាខ្ញុំចង់និយាយចឹង page របស់សិស្សខ្ញុំផ្ទាល់ខ្លះតែពី 3k ក៏បាន invite ដោយសារអីខ្ញុំនៅក្រៅប្រទេសពួកយើងនៅក្រៅប្រទេសឆាប់បាន invite អញ្ចឹងអ្នកនៅក្រៅប្រទេសអត់មានផ្ដោតទៅលើ follower ជួនកាលហើយមួយវិញទៀតបើសិនជា page អត់មាន6ចំណុចបែបនេះកន្លែង monetization content monetization អត់មាន6ចំណុចបែបនេះគឺអត់មានផ្ដោតទៅលើ follower តែបើមាន6ចំណុចបែបនេះគឺសំខាន់ទៅផ្ដោតទៅលើចំនួន follower 10k ពេលណាគ្រប់ទាំងអស់ចំណុចហ្នឹងគឺទទួលបានការ invite ពេលហ្នឹងការតម្លាក់ tool មកពេលហ្នឹងចាអាហ្នឹងគឺជាគោលការណ៍របស់វាតែម្ដងចាអញ្ចឹងបើសិនជា page ដែលមាន6ចំណុចបែបនេះគឺបើសិនជាយើងធ្វើគ្រប់ចំណុចហ្នឹងយ៉ាងយូរ3ថ្ងៃគឺបាន invite តែបើលើសពីមួយអាទិត្យណាពីអាទិត្យមួយខែហើយនៅតែអត់ទទួលបាន invite គឺ page spam ហើយ Facebook គេបានប្រាប់បេតាថាគេអត់ guarantee ទេនេះគេអត់ guarantee មានន័យថាគេអត់ធានាទេថាធ្វើគ្រប់ចំណុចទាំងអស់ហ្នឹងហើយនឹងទទួលបានការ invite អាស្រ័យទៅលើការផុសរបស់យើងមានខុសគោលការណ៍វិន័យរបស់ក្រុមហ៊ុន Facebook អត់ណាជួនកាលទៅផុសប៉ាត់ណាប៉ាត់ណីសោះហើយធ្វើគ្រប់គោលការណ៍6ចំណុចដែរចង់ឲ្យគេ invite យ៉ាងម៉េចបើ page spam account ក៏ជាប់ report ជាប់ spam page ក៏ងាប់ recommend ត្រូវទេចា view ក៏ជាវីដេអូ unoriginal កាត់ដើរវីដេអូសម្រាប់រឿងវីដេអូ AI មិនរងឲ្យគេតម្លាក់ tool set up យ៉ាងម៉េចអត់ទេណាចាអញ្ចឹងត្រូវតែគិតមើលចំណុចហ្នឹងវីដេអូដែលជាប់ចម្រៀងជាប់ភ្លេងមិនរងឲ្យគេតម្លាក់ឲ្យយ៉ាងម៉េចត្រូវតែមើលពីតួកំហុសរបស់យើងផងចាអញ្ចឹង Facebook គេប្រាប់តែគេអត់ guarantee ទេគេអត់ធានាទេណាចាតិចធ្វើគ្រប់ហើយក៏មិនប្រកាសថាគេ invite ដែរត្រូវតែគោរពទៅតាមគោលការណ៍វិន័យរបស់គេដែរចាហើយបន្តមកទៀតគឺនេះត្រូវតែមាន
ណា 150k 150k view ក្នុងមួយខែចុងក្រោយហ្នឹងចា28ថ្ងៃចុងក្រោយហ្នឹងអញ្ចឹងមានន័យថា view ខែមុនហ្នឹងយើងបានរាប់លានហើយ view ខែមុនយើងបានរាប់លានហើយដល់ពេលដល់ខែនេះគេកាត់ហើយគេចាប់ដើមរាប់ view ខែនេះវិញ28ថ្ងៃចុងក្រោយនេះតែយើងបាន view គ្រប់អត់28ថ្ងៃហ្នឹងតែយើងបាន 150k view អត់ចាថឹងចំណុចហ្នឹងត្រូវរាប់ឲ្យច្បាស់ណា28ថ្ងៃចុងក្រោយ 150k view ចាអញ្ចឹងអា view កន្លះឆ្នាំមុនណោះមួយឆ្នាំមុនអីគេរាប់បញ្ចូលគេរាប់28ថ្ងៃចុងក្រោយចំណុចនេះហើយនឹងចំណុចនេះប្រហែលជាមានបងប្អូនជាច្រើនអាចនឹងសពេចសពិលអញ្ចឹងមើលឲ្យច្បាស់ណាចាអញ្ចឹងនៅពេលដែលអ្នកគ្រប់6ចំណុចនេះបើ page របស់អ្នកអត់មានជាប់ភ្លេងជាប់ចម្រៀងជាប់ logo TikTok អីទេអត់មាន content AI content សម្រាប់រឿងអីទេហ៊ានតានីថាវានឹង invite មួយវិញទៀតបើសិនជាគ្រប់ហើយនៅតែអត់ invite ដាក់ admin បរទេសដាក់ VPN ទេបើក្នុងករណីយើងអត់មានធ្វើអីខុសទេចាហើយមួយវិញទៀតបើសិនជា page យើងអត់មាន6ចំណុចហ្នឹងទេគឺអត់មានផ្ដោតទៅលើគោលការណ៍អីទាំងអស់ចាព្យាយាមផុសវីដេអូឲ្យបានល្អទៅធ្វើមិនក៏ដោយឲ្យទៅគ្រប់គោលការណ៍វិន័យរបស់ក្រុមហ៊ុន Facebook follow តូច follow ធំក៏នៅតែទទួលបានការ invite អញ្ចឹងចាគឺនិយាយទៅគឺអា page ដែលអត់មាន6ចំណុចគេហៅថា invite only ចាអាហ្នឹងគឺត្រូវចិត្តក្រុមហ៊ុន Facebook គេ invite ហ្មង follow តូចដូចបងស្រីខ្ញុំអញ្ចឹងតែ100 follower ណា100 follower ណាខ្ញុំបញ្ជាក់100អ្នកតាមហ្នឹងគឺទទួលបានការ invite បាត់ហើយចាកំពុងតែរលុយ TikTok របស់គាត់អញ្ចឹងទៅចាអញ្ចឹងសម្រាប់អ្នកដែលគាត់សួរថាធ្វើម៉េចឲ្យឆាប់បាន 2cm បងគឺផ្ដោតទៅលើការផលិតវីដេអូឲ្យបានត្រឹមត្រូវទៅចាដល់ម៉ោងផុសផលិតវីដេអូដែលផ្ដល់អត្ថប្រយោជន៍ដល់អ្នកមើលគុណភាពវីដេអូឲ្យបានច្បាស់ល្អទំហំវីដេអូបើថារៀល 9.16 អីចឹងទៅបើថាវែង5នាទីឡើងទៅអីចឹងទៅចាបើថាខ្លី1នាទីចុះក្រោមអីចឹងទៅចាមួយថ្ងៃផុស3ផុស5 active ចឹងទៅមានអក្សរមាន story ចាមាន post status មាន post រូបភាពអីចឹងទៅ1ម៉ោងផុសមួយអីចឹងទៅចាមានការ live មានអីចឹងទៅហើយធ្វើ content ណាដែលមិនរោមលោភបំពានទៅលើសិទ្ធិរបស់ក្រុមហ៊ុន Facebook អាហ្នឹងឯងគឺជាចំណុចមួយដែលធ្វើឲ្យអ្នកទទួលបានការ invite លឿនចាហើយរឿង follow អត់សំខាន់ប្រហែលទេជួនកាល follow ទូច follow ធំក៏ទទួលបានការ invite ដែរហើយចំណុចមួយទៀតដែលអ្នកត្រូវដឹងតិចលោទៅចាក់ view ណាឲ្យគេចាក់ view ឲ្យណោះដើម្បីឲ្យគ្រប់ចំនួនឲ្យគេចាក់ follower ឲ្យដើម្បីឲ្យគ្រប់ចំនួនបងប្អូនទាំងអស់នេះគឺជាការធ្វើខុសដោយសារអី Facebook វានឹងរាប់បញ្ចូល view នឹងទៅជា spam view ហើយ follower នឹងទៅជា spam follower សូម្បីតែ page ដែលធ្លាប់ boot ណាលក់ផលិតផលលក់អីធ្លាប់ boot យក follower ធ្លាប់ boot យក view អីហ្នឹង page របស់ពួកគាត់ក៏មិនងាយ invite 2cm ដែរអញ្ចឹងអ្នកទាំងអស់គ្នាគួរតែ like គួរតែអីទៅបើសិនជាធ្លាប់ boot ធ្លាប់អីហើយឈប់ boot ឈប់អីបន្តទៀតហើយ like ផ្ទាល់ like អីចឹងទៅឲ្យ Facebook វា active ម្ដងទៀតរាប់តែនៅម្ដងទៀតហើយសម្រាប់អ្នកដែលមានបំណងចង់ boot ណាចង់ boot យក view ចង់ boot យក follower ដើម្បីឲ្យគ្រប់ 2cm អីសូមកុំ boot ឲ្យទុកលុយទៅណាហើយយកពេលវេលាមកផលិតវីដេអូវិញល្អជាងជួយ share វីដេអូនេះឲ្យបងប្អូនដទៃទៀតគាត់បាន